នេះគឺជាកន្លែងធ្វើការដ៏ messy របស់ខ្ញុំ So ខ្ញុំបានកែប្រែបន្ទប់ទំនេររបស់ខ្ញុំដែលមានស្រាប់ពីបែបនេះទៅជាបែបនេះ សួស្តីអ្នកទាំងអស់គ្នា Welcome to my journey How do I start my small business from scratch Part 3 My workplace is my first priority បន្ទាប់ពីយើងដឹងច្បាស់ថាក្តីសុបិនរបស់យើងគឺជាអ្វីយើងត្រូវចាប់ផ្ដើមរៀបចំគោលដៅរបស់យើងឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ So my workspace is my first priority ពីព្រោះវាជាការពិតយើងមិនអាច build business ចេញពីលើគ្រែរបស់យើងបានឡើយ Believe me I already tried it សម្រាប់ខ្ញុំពិតជាត្រូវការកន្លែងមួយដែលស្ងប់ស្ងាត់និងពោរពេញទៅដោយថាមពលវិជ្ជមានដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយនិងមានគំនិតច្នៃប្រឌិតដូចនេះខ្ញុំបានផ្លាស់ប្ដូរបន្ទប់របស់ខ្ញុំដែលមានស្រាប់ពីបែបនេះទៅជាបែបនេះហើយឥឡូវវាក្លាយជាបែបនេះ Oh wait here is the final result ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង But why ពីព្រោះនៅពេលដែលយើងធ្វើវាដោយផ្ទាល់ដៃយើងមានអារម្មណ៍ថាចូលចិត្តវាកាន់តែខ្លាំងហើយមានមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើវាបាន How is my setup for my workspace Please rate my setup 1 to 10 in comment below We are going to the critical part for next video Stay tuned for part 4